សង្ខេបព្រឹត្តិការណ៍ផ្ទុះល្បីក្នុងបណ្ដាញសង្គម Facebook ព្រឹត្តិការណ៍សំខាន់ទី1គឺពាក់ព័ន្ធជាមួយនឹងអ្នកកាសែតហងសំណាងត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការកាលពីពេលថ្មីកន្លងទៅនេះអ្នកកាសែតម្នាក់ឈ្មោះហងសំណាងដែលរស់នៅឯខេត្តស្វាយរៀងបានផលិតវីដេអូដោយយកមនុស្សនៅខេត្តស្វាយរៀងមកសម្ដែងធ្វើជាយោធាហើយវាយប្រហារលើកងទ័ពខណៈដែលកងទ័ពកំពុងតែប្រឈមមុខដាក់គ្នាស្ត្រីឈ្លានពានមិនមែនជាការរិះគន់នោះទេជាពិសេសបុគ្គលហងសំណាងមិនស័ក្តិសមជាអ្នកកាសែតទេព្រោះបានក្លែងឯកសណ្ឋានកងទ័ពដោយគ្មានការអនុញ្ញាតនិងបានញុះញង់កងទ័ពបំបាក់ទឹកចិត្តកងទ័ពខណៈដែលកងទ័ពយើងកំពុងតែប្រឈមមុខជាមួយនឹងស្ត្រីឈ្លានពាននេះបើតាមការលើកឡើងរបស់លោកផៃវណ្ណៈនៅក្នុងគណនី Facebook របស់លោកផ្ទាល់កាលពីពេលថ្មីនេះដែលធ្វើឲ្យមហាជននៅក្នុងបណ្ដាញសង្គម Facebook សម្ដែងនឹងការខកចិត្តជាខ្លាំងចំពោះអ្នកកាសែតដែលមានឈ្មោះថាហងសំណាងខាងលើនេះបន្ទាប់ពីវីដេអូខាងលើត្រូវបានចែកចាយពេញបណ្ដាញសង្គម Facebook មិនយូរប៉ុន្មានហងសំណាងក៏បានចេញវីដេអូសុំទោសដល់ថ្នាក់ដឹកនាំផងដែរប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយបើតាមការលើកឡើងរបស់លោកផៃវណ្ណៈបានបញ្ជាក់ថានៅព្រឹកថ្ងៃទី30ខែឧសភាឆ្នាំ2025នេះសមត្ថកិច្ចក៏បានឃាត់ខ្លួនហងសំណាងនិងបកពួក2នាក់ទៀតនៅខេត្តស្វាយរៀងនិងកំពុងនាំខ្លួនមកកាន់រាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់បុគ្គលដែលបានឃាត់ខ្លួននោះមានចំនួន3នាក់ដែលទី1ឈ្មោះហងសំណាងដែលជាអ្នកកាសែតទី2ឈ្មោះរស់អ៊ីវភេទប្រុសអាយុប្រហែលជា60ឆ្នាំជាងនៅភូមិកណ្ដាលឃុំថ្នោតស្រុកកំពង់រោខេត្តស្វាយរៀងនិងទី3ឈ្មោះកុញវាសនាភេទប្រុសអាយុប្រហែលជាង30រស់នៅភូមិបុនឃុំថ្នោតស្រុកកំពង់រោខេត្តស្វាយរៀងអ្នកទាំងពីរនេះមិនមែនជាកងទ័ពឬក៏ជាអតីតយុទ្ធជននោះទេនេះបើតាមការលើកឡើងរបស់លោកផៃវណ្ណៈដដែលព្រឹត្តិការណ៍សំខាន់ទី2វិញគឺពាក់ព័ន្ធជាមួយនឹងឯកឧត្តមជួននរិនបានដាក់ប័ណ្ណបញ្ជាថ្មីទាក់ទងជាមួយនឹងករណីកែច្នៃស៊ីម៉ាំងយានជំនិះគ្រប់ប្រភេទយោងតាមគណនី Facebook របស់ឯកឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានធ្វើការបញ្ជាក់នៅក្នុងគណនី Page ផ្លូវការរបស់ឯកឧត្តមដោយឯកឧត្តមបានលើកឡើងនៅថ្ងៃទី30ខែឧសភាឆ្នាំ2025នេះថាខ្ញុំបាទសូមគោរពជម្រាបជូនដល់បងប្អូនមួយចំនួនតូចដែលចូលចិត្តកែច្នៃស៊ីម៉ាំងមធ្យោបាយគ្រប់ប្រភេទដែលបំពងសម្លេងរំខានដល់ប្រជាពលរដ្ឋជាពិសេសម៉ូតូធំសូមបញ្ឈប់ចាប់ពីពេលនេះតទៅបាទឯកឧត្តមបានបន្តទៀតថាខ្ញុំសង្ឃឹមយ៉ាងមុតមាំថាបងប្អូននឹងចូលរួមនឹងការស្នើសុំខាងលើដោយភ្ញាក់រលឹកទាំងអស់គ្នាបាទតើពុកម៉ែបងប្អូនគាំទ្រទេបាទឥឡូវយើងឈានទៅដល់ព្រឹត្តិការណ៍សំខាន់ទី3គឺពាក់ព័ន្ធជាមួយនឹងស្នងការខេត្តកំពតមិនលើកលែងនោះទេករណីវាយគ្នានៅទំនប់ទឹកក្នុងស្រុកឈូកខេត្តកំពតបន្ទាប់ពីមានវីដេអូមួយដែលពាក់ព័ន្ធនឹងករណីវាយគ្នានៅឯទំនប់ទឹកក្នុងស្រុកឈូកខេត្តកំពតរួចមកស្នងការខេត្តកំពតលោកឧត្តមសេនីយ៍តូម៉ៅច័ន្ទមធរិតបានធ្វើការសរសេរនៅក្នុងគណនី Facebook របស់លោកដោយបញ្ជាក់បែបនេះថាហូបអីបានម្នាក់បានជាកាយយ៉ាងនេះនៅពេលមកដល់ស្នងការនឹងសួរក្រុមនេះឡើងវិញករណីវាយគ្នានៅទំនប់ទឹកភូមិត្រពាំងបឹងឃុំត្រម៉ែងស្រុកឈូកជាបឋមឃាត់បាន6នាក់សូមកោតសរសើរដល់អធិការស្រុកឈូកនិងសហការីទាំងអស់ជាស្ដែងត្រូវយកតាំងពីម្សិលមិញតែដោយសារតែហួសម៉ោងរដ្ឋបាលករណីនេះគ្មានការលើកលែងនោះទេគឺកសាងសំណុំរឿងបញ្ជូនទៅតុលាការព្រោះថាគ្មានគ្រូអាចារ្យណាប្រដៅបានទៀតនោះទេមកមៀចចង់សាកភ្លើងថ្ងៃទី30ខែ5 2025នេះបើតាមការចុះផ្សាយនៅក្នុង Page ស្នងការដ្ឋាននគរបាលខេត្តកំពតកាលពីថ្ងៃទី30ខែឧសភាឆ្នាំ2025